រីករាយស្រស់ស្រាយអញ្ចឹងណាដល់មកយើងដាំទឹកបាក់ដាំយើងអញ្ចឹងមកពុកម៉ែបងប្អូនហើយធ្វើការចាក់កាហ្វេបើយើងចូលញ៉ាំកាហ្វេកញ្ចប់ទៅគឺថាឈ្ងុយឆ្ងាញ់មែនតើដាក់កាហ្វេកញ្ចប់មកពុកម៉ែបងប្អូនអើយចាក់ជាមួយទឹកក្តៅគុយពុះ100អង្សាសេនេះគឺថាជាតិតែម្ដងពុកម៉ែបងប្អូនអើយបន្ទាប់ពីការចាក់ទឹកចូលហើយធ្វើការកូរកាហ្វេរបស់យើងទៅដើម្បីឲ្យវាចូលជាចូលល្បាតជាមួយអញ្ចឹងទៅពុកម៉ែបងប្អូនគឺថាកាហ្វេក្តៅជាមួយនឹងទេសភាពត្រកស្រែត្រជាក់ល្ហឹមតែម្ដងក្តីសុខពេលព្រឹកពុកម៉ែបងប្អូនថែមតឹងតិចទៀតហើយធ្វើការញ៉ាំកាហ្វេជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ជើញញ៉ាំទាំងអស់គ្នាពុកម៉ែបងប្អូនតោះញ៉ាំមួយទាំងអស់គ្នាទៅអូយនិយាយថាដាក់មួយម៉ាត់ទៅគឺថាឆ្ងាញ់តែម្ដងណាពុកម៉ែបងប្អូនអើយឆ្ងាញ់ណាស់កាហ្វេក្តៅជាមួយនឹងបរិយាកាសខ្យល់ធ្លាក់មករំហើយប៉ះផ្ទៃមុខដល់ចឹងទៅប៉ះផ្ទៃមុខដល់លះហើយជាមួយកាហ្វេក្តៅគឺថាវាស៊ីជាតិគ្នាតែម្ដងចូលជាតិគ្នាតែម្ដងពុកម៉ែបងប្អូនឥឡូវនេះយើងធ្វើការទៅយាយដែលគាត់ទៅឆ្លុកទៅបោកស្មៅនៅស្រែអញ្ចឹងណាពុកម៉ែបងប្អូនមិនថាជិះម៉ូតូទៅស្រែទៅយាយប៉ុន្តែឥឡូវឃើញណែមត្រង់ពេកដាក់ណែមញ៉ាំសិនពុកម៉ែបងប្អូនចាំយើងជិះម៉ូតូទៅយាយគាត់បងប្អូនណែមនេះគឺទិញមកពីកាចេះរហូតមកដល់ព្រៃវិញពុកម៉ែបងប្អូនហើយយកមកញ៉ាំអស់កន្លះហើយនៅកន្លះអត់ទៀតហើយបងប្អូនហ្នឹងតែ10000ទេប៉ុន្តែខ្ញុំទៅសារអីខាងក្រោមហ្នឹងក៏មានណែមខាងលើនោះក៏មានណែមគឺច្រើនមែនតើនៅខាងកាចេះពុកម៉ែបងប្អូនបើបានទៅខេត្តកាចេះអីគឺទិញយកមកញ៉ាំទៅខុសម្ដងហើយទុកមកយកគឺខាងតែឆ្ងាញ់ទៀតពុកម៉ែបងប្អូនគឺមានរសជាតិជូរឆ្ងាញ់តែម្ដងនេះមានច្រើនមែនតើញ៉ាំ10000ហ្នឹងគឺអត់ស្ដាយលុយទេពុកម៉ែបងប្អូនហើយផ្លាក់កទួលផ្លាក់អីគេដាក់មកល្មមឲ្យយើងផ្ទាប់ជាមួយនឹងហ្វិកណែមគេគឺថាស្វិតស្រួយឆ្ងាញ់រសជាតិមកល្មមឆ្ងាញ់តែម្ដងហើយនេះញ៉ាំអស់ពាក់កណ្ដាលណាយកមកញ៉ាំអស់ពាក់កណ្ដាលប៉ុន្តែនៅសល់ពាក់កណ្ដាលទីគឺថាច្រើនមែនតើទៅសារខាងកាចេះពុកម៉ែបងប្អូនណែមគាត់ធ្វើឆ្ងាញ់ហើយបរិមាណក៏ច្រើនទៀតបន្ទាប់ពីញ៉ាំណែមហើយយើងក៏ធ្វើដំណើរទៅវាស្រែដើម្បីទៅយកយាយមកផ្ទះវិញដើម្បីញ៉ាំបាយញ៉ាំអីចឹងពុកម៉ែបងប្អូនដល់ឥឡូវនេះនៅខ្លះតិចទៀតម្លឹកមកស្រែទៀតដល់ទីបំផុតយើងធ្វើការមកដល់ស្រែរបស់យើងហើយពុកម៉ែបងប្អូននេះចាស់នៅក្នុងភូមិគឺអញ្ចឹងឯងព្រឹកឡើងអីចឹងគាត់តែងតែទៅដកស្មៅទៅដាក់ស្រូវដាក់អញ្ចឹងទៅព្រោះអីនៅក្នុងស្រែហ្នឹងវាកន្លែងខ្លះដកកន្លែងខ្លះដកអញ្ចឹងណាអានេះសកម្មភាពយាយរបស់ខ្ញុំក៏កំពុងតែធ្វើការដកស្រូវដាក់កន្លែងណាក្រាស់អញ្ចឹងទៅយកមកដាក់កន្លែងដែលគ្មានស្រូវឬកន្លែងដែលស្ដាងអញ្ចឹងទៅពុកម៉ែបងប្អូនហើយគេធ្វើអញ្ចឹងឯងហើយបើមានទឹកវាស្រួលប៉ុន្តែឥឡូវវាអត់មានទឹកពុកម៉ែបងប្អូនភ្លៀងធ្លាក់មកដែរប៉ុន្តែវាធ្លាក់មកតិចអញ្ចឹងអត់មានទឹកសោះតែម្ដងដីតុនហ្នឹងដីតុនអញ្ចឹងមែនប៉ុន្តែយើងអាចធ្វើបានបើមិនធ្វើមានន័យថាអាកន្លែងផោងហ្នឹងវានៅតែប្រហោងវាអត់មានស្រូវដុះចិត្តពុកម៉ែបងប្អូនអញ្ចឹងមានតែយកឈើចាក់អញ្ចឹងបានយើងអាចយកអាស្រូវដែលច្រើនហ្នឹងទៅដាក់អាកន្លែងដែលអត់សូវមានដើម្បីឲ្យភ្លៀងធ្លាក់មកអញ្ចឹងទៅវាដោះវាអញ្ចឹងទៅហើយមកមើលមុខខ្ញុំតិចទៅនេះគាត់កំពុងតែធ្វើហើយតិចគាត់ទៅទាំងមួយខ្ញុំឲ្យព្រោះដល់ម៉ោងទៅម៉ោងនេះដែរគឺម៉ោង9ជាងជិតដល់ពុកម៉ែបងប្អូនអញ្ចឹងយើងធ្វើពីម៉ោង6ឬក៏ម៉ោង7អញ្ចឹងទៅគាត់ម៉ោង6ហើយទៅធ្វើរហូតដល់ម៉ោង9ជិតដល់អញ្ចឹងទៅគឺថាធ្វើស្រែហ្នឹងពុកម៉ែបងប្អូនព្រោះដោយសារតែកន្លែងខ្លះវាអត់មានស្រូវទេពូវាអត់ដោះតែម្ដងអញ្ចឹងហើយយើងគេហៅថាធ្វើការមកឆ្លូកដើម្បីបំពេញអាកន្លែងអត់មានអញ្ចឹងបន្ទាប់ពីយើងថតគាត់ហើយគាត់ក៏ចាប់ផ្ដើមធ្វើដំណើរទៅផ្ទះអញ្ចឹងទៅព្រោះយើងដល់ម៉ោងទៅផ្ទះហើយពុកម៉ែបងប្អូនអើយតោះឥឡូវទៅផ្ទះ Let's goចាក៏ដូចបានរៀបរាប់